យើងចូលមកមេរៀនយើងបន្តមកកន្លែងនេះយើងរៀនតកតនឹង overloading function ចឹង overloading function ហ្នឹងគឺជា function មួយប្រភេទដែលអាចឲ្យយើងសរសេរឈ្មោះដូចគ្នាបានពីមុនយើងសរសេរឈ្មោះខុសគ្នារហូតហើយយើងរៀនតកតនឹង return បាន return មាន parameter មាន parameter អីគឺយើងសរសេរគឺមិនឲ្យ function ហ្នឹងខុសគ្នាបើ function ហ្នឹងដូចគ្នាវា error វា run អត់កើតទេតែនៅក្នុង overloading function នេះដែលអនុញ្ញាតឲ្យយើងសរសេរ function មានឈ្មោះដូចគ្នាប៉ុន្តែមាន parameter ហ្នឹងខុសគ្នាណា parameter ហ្នឹងខុសគ្នា data type ហ្នឹងខុសគ្នាប៉ុន្តែបើសិនជាបើ data type ហ្នឹងខុសគ្នាហើយ parameter ហ្នឹងអត់ខុសគ្នាទេក៏វាអត់ដើរដែរសំខាន់គឺ parameter បើ parameter ហ្នឹងវាខុសគ្នាវាដើរមកថា2មកថា3មកថា data type parameter ហ្នឹង integer ឬ data type parameter ហ្នឹង double ក៏ដោយបើវាដើរដល់ពេលខុសគ្នាហើយគឺវាដើរប៉ុន្តែបើសិនវា data type ហ្នឹងដូចគ្នាប៉ុន្តែ parameter នេះវាអត់ដូចគ្នាទេ parameter នេះវាដូចគ្នាទេហ្នឹងក៏ដើរដែរប៉ុន្តែបើ data type ហ្នឹងខុសគ្នាហើយ parameter ហ្នឹងដូចគ្នាទៀតអាហ្នឹងអត់ដើរវិញអញ្ចឹងឧទាហរណ៍ថាជាយើងមានបង្កើត function មក double តើតើនឹង calculate salary ចុះ salary តើមកយើងមាន double base salary តើមកយើងមាន parameter មួយតើមកយើង return មក return base salary base salary មកនេះយើងមាន function មួយបន្ទាប់មកយើងមាន function មួយទៀតឈ្មោះដូចគ្នាចឹងដែរឈ្មោះដូចគ្នាចឹងដែរបន្ទាប់មកយើងមាន parameter 2ទី1 hour ម៉ោង hour double បន្ទាប់មកយើងដាក់ rate ហ្នឹងចំនួនម៉ោងដែលគាត់ធ្វើចំនួនច្រឡំចំនួនម៉ោងចំនួនលុយឬក៏ចំនួនលុយដែលក្នុង1ម៉ោងដែលគាត់ធ្វើហ្នឹងអញ្ចឹងយើង return គេយើង return hour គុណនឹង rate per hour អញ្ចឹង total return បែបហ្នឹងមកតានេះកន្លែងនេះយើងចេះប្រកាសវាបែបនេះតមកយើងបាន function 2ហើយដូចមានឈ្មោះដូចគ្នាបន្ទាប់មកយើងឲ្យគេបញ្ចូលយើង in out មកចូលគេenter name employee គេឈ្មោះបញ្ចូលឈ្មោះមក in name តើមកយើងបញ្ចូលទៀតបញ្ចូល enter sa net sa
salary នេះសម្រាប់បុគ្គលិកពេញម៉ោងគឺយើងដាក់ net salary ឲ្យគាត់តែម្ដងណាបុគ្គលិកពេញម៉ោងនេះout employee full time employee តមកកន្លែងនេះយើងបិទ in បន្តមកយើងបញ្ចូល base salary យើងមកនេះ base salary មកតមកយើង see out យើងដាក់បន្តមកយើង see in អូខេenter name employee ចឹងតមកយើងបាត់ហើយយើង see in បាត់ see in name ណាតមក see out យើង enter គេកន្លែងនេះ enter rate of salary and hour ណានេះ hour តមកយើងឃើញយើង in យើងដាក់នេះមកនេះ rate តមក hour សិនចំនួនម៉ោងបន្ទាប់មកយើងបញ្ចូលគេបញ្ចូល rate ចឹងមកណាបន្ទាប់មកយើង see out enter yes កន្លែងនេះយើង see out net salary កន្លែងនេះយើងដាក់ function នេះមកតោះមកយើងយកគេយើងដាក់ salary ឡើងនេះតែយើងយក base salary នេះដាក់ចូលកន្លែងនេះតោះយើង inline ណាយើងការស្រេចបន្តមកទៅនេះយើង net salary តមកយើងយក function នឹងមកដាក់កន្លែងនេះតមកយើងបញ្ចូលគេកន្លែងហ្នឹងយើងត្រូវ hour and trade កូនប៉ុន្តែវានៅ error ហើយវានៅ error នេះ
ថាមកពីវានៅ error អញ្ចឹងយើងបង្កើត string name ចឹងមក double base base salary ក្បៀ hour rate តោះមកយើងបាត់មកតោះមកវាលេង error អញ្ចឹងយើង run មក